ជំរាបសួរនឹងខ្ញុំគួរចង់ចាមកដល់ហើយសម្រាប់បងប្អូនដែលមានបញ្ហារឿងបញ្ហាគ្រួសារដែលចង់សំណេះសំណាលប្រឹក្សាជាមួយនឹងបញ្ហានៅពេលដែលក្រោយលេងលះហើយតើបងប្អូនអ្នកដែលកាន់វីសា ASIC ហ្នឹងតើគួរបន្តការរស់នៅឬក៏យល់ដឹងអំពីច្បាប់ណាមួយដើម្បីត្រៀមនៅក្នុងការបន្តសុពលភាព ID card ASIC ណាបងប្អូនចាហើយបងប្អូនដែលមានគូដែលត្រូវរៀបចំឯកសារពីពីអន្តរជាតិកូរ៉េនិងខ្មែរចាចុះសពតពីពីនៅខ្មែរនិងនៅកូរ៉េនឹងរៀបចំឯកសារផ្លាស់ប្ដូរវីសា ASIC នៅប្រទេសកូរ៉េធានាប៉ាម៉ាក់ធានាគូស្វាមីផ្លាស់ប្ដូរវីសាគ្រប់ប្រភេទនៅប្រទេសកូរ៉េនេះផងដែរចាបងប្អូនទាំងអស់គ្នាអាចប្រឹក្សាជាមួយនឹងនាងខ្ញុំថាដែលមានហាសនាមថាអ្នកគ្រូខ្វះចង់អាស័យដ្ឋានទីតាំងការិយាល័យរបស់យើងខ្ញុំមានទីតាំងស្ថិតនៅតំបន់គៀងគីតូគីមផូស៊ីកូរ៉េតុងកូរ៉េយកចន្ទទី7ណាបងប្អូនចាហើយក៏សូមអរគុណសម្រាប់ការគ្រប់គ្រងសេវាកម្មកន្លងមករហូតដល់បច្ចុប្បន្ននិយាយរួមទៅនាងខ្ញុំគឺនៅចាំប្រឹក្សាជូនបងប្អូនទាំងអស់គ្នាជានិច្ចដរាបណាបងប្អូនទាំងអស់គ្នាត្រូវការសេវាកម្មរបស់នាងខ្ញុំចាសូមគោរពជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសំណាងល្អសុខសប្បាយទាំងអស់គ្នាណាបងប្អូនទៅណាមកណាជួបមនុស្សល្អចូលក្នុងជីវិត